Watermelon supports hydration and cardiovascular health because it is rich in water, electrolytes, and lycopene, which help regulate body. Okay, ចឹងនៅទាំងអស់គ្នាខ្ញុំនឹងបរៀនទាំងអស់គ្នាណារៀនធ្វើតកតងនឹងតក្កតាបែបនេះដោយប្រើប្រាស់តកតងនឹង AI មួយបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយើងដំបូងយើងត្រូវមានតកតងនឹង script អញ្ចឹង script នេះខ្ញុំអាចដាក់នៅក្នុង description ទាំងអស់គ្នាអាចទៅស្ដាប់តែបាទហើយកន្លែងនេះយើងអាចធ្វើការ add ឈ្មោះតកតងនឹងបន្លែឬក៏ vegetable ដែលយើងដាក់ហ្នឹងយើងអាច add បានហើយយើងអាច customize តាមថាអូខេអញ្ចឹងដំបូងខ្ញុំមានតកតងនឹង AI ហ្នឹងយើងប្រើតកតងនឹង web Google បាទឬក៏យើងថា Google Flow នេះយើងចូលមកបញ្ចេញទៅរកបែបនេះអញ្ចឹងកាលណាដែលយើងចុចពាក្យ create with flow វានឹងចេញទៅរកឲ្យយើងបែបថ្មីបែបនេះបាទអញ្ចឹងយើងវាយនៅក្នុងជ្រងក៏បានឬក៏ browser ណាមួយដែលយើងចង់វាយក៏បានអញ្ចឹងបងប្អូនចុច create new project មកបាទអញ្ចឹងអានឹងជា project ដែលយើងធ្វើបង្កើតចាស់ទេនៅក្នុងមិញយើងមានឃើញខ្លះដែរវាចេញឲ្យអញ្ចឹងតែវាមាន option ច្រើនអញ្ចឹងសម្រាប់ Gmail យើងអាចបង្កើតវីដេអូបានច្រើនណាស់អញ្ចឹងវាមានរហូតដល់100 credit អញ្ចឹងបើយើងមាន Gmail ច្រើនគឺយើងអាចប្រើបានតាមហ្នឹងអូខេអញ្ចឹងយើងមាន4 option សម្រាប់ឲ្យយើងប្រើប្រាស់វាមាន tick to video frame to video ingredient to video ហើយនិង create image អញ្ចឹងខ្ញុំយក tick to video ហើយខ្ញុំ copy ទៅតង prompt ប៉ុណ្ណឹងដាក់ចូលមកបាទធ្វើការ copy បាទអញ្ចឹងខ្ញុំទៅផាននៅក្នុង Google Flow របស់យើងអញ្ចឹងខ្ញុំចុចកន្លែងនេះផាចូលម្ដងបាទអញ្ចឹងដល់ពេលផាខ្ញុំធ្វើការដូរឈ្មោះកន្លែងនេះទេខ្ញុំដូរដាក់ហើយយើងអាចទៅមើល list ណាទៅតងកន្លែងណាដែលយើងចង់ដាក់បាទអូខេខ្ញុំដាក់ Papaya ណាបាទ Papaya ចុចប៉ុណ្ណឹងយើងកាន់តែ enter ចូលក្នុង prompt ហ្នឹងមកអូខេចឹងវានឹងចេញឲ្យមិនអាចចាំមើលអូខេជាយើងរងចាំតិចមកមែនចឹងកន្លែងនេះយើងអាចចង់ដាក់ data ឈរអីយើងអាច set កន្លែងនេះបាទ set បានចឹងយើងរងចាំរហូតដល់ពេញចឹងលើ result របស់យើងនឹងទទួលបានដូចមិញហ្នឹងគឺទៅទៅ prompt ដែលយើងដាក់នៅក្នុងប្រើប្រាស់ជាមួយ Google Flow បាទនេះទាំងអស់គ្នាអាចសាកទៅរៀនប្រើទៅហើយ Google Flow ហ្នឹងយើងប្រើ free ទេយើងមិនបាច់បោះលុយវាហ្នឹងគឺ distro កន្លែងនេះបាទចឹងនេះជា list ដែលយើងទទួលបានយើងអាចដាក់មើលបានមានទាក់ទងវីដេអូ2វីដេអូទី1ខាងនេះយើងអាចដាក់មើលបានទៅវាចេញបែបហ្នឹង Based on these readings, it appears you have a mild case of citrusy sourness. A spoonful of honey and rest should do the trick. The diagnosis is clear. A balanced diet and plenty of rest will have you feeling ripe in no time. The diagnosis is clear. A balanced diet. Original size ជាង original size នេះយើងប្រើ122 pixel បើយើងចង់ធ្វើ 4K ក៏បានគឺទាំងអស់គ្នាក៏ download ហើយយើងដាក់ឈ្មោះចូលទៅជាការស្រេចខ្ញុំបានតែប៉ុណ្ណឹងគឺយើងបានវីដេអូជាការស្រេចអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេសូមទាំងអស់គ្នាយល់ហើយសាក